ជីវិតមនុស្សយើងបើរស់នៅឲ្យសាមញ្ញពេញចិត្តនឹងអ្វីដែលខ្លួនឯងមានរៀនទទួលស្គាល់ការពិតបើកចិត្តឲ្យទូលាយធ្វើល្អឲ្យបានច្រើនប៉ុណ្ណឹងគឺយើងអាចមានសេចក្តីសុខហើយជីវិតមិនថាមានឬក្រនោះទេអ្នកត្រូវតែមានចិត្តសប្បុរសចំពោះមនុស្សជុំវិញខ្លួនរស់នៅឲ្យសាមញ្ញត្រូវចាំថាការធ្វើល្អគឺជារឿងល្អបំផុតនៅក្នុងជីវិតមនុស្សយើងម្នាក់រឿងខ្លះគឺវាពិតជាមិនត្រូវការពន្យល់ការបកស្រាយនោះឡើយតែបើយើងនៅតែនិយាយបកស្រាយវាក៏คล้ายទៅជារឿងអត់ប្រយោជន៍តាំងពីវិនាទីដំបូងដែលអ្នកបើកហើបមាត់និយាយមកម្លេះវាមិនសំខាន់ទេថាអ្នកនឹងคล้ายទៅជាមនុស្សមានប្រយោជន៍ប៉ុណ្ណាចំពោះមនុស្សដែលនៅជុំវិញអ្នកអ្វីដែលសំខាន់បំផុតនោះគឺតើមានមនុស្សប៉ុន្មានអ្នកដែលនៅក្បែរអ្នកមិនបោះបង់អ្នកចោលនៅពេលដែលអ្នកជួបទុក្ខមាន